នៅក្នុងថ្ងៃច័ន្ទទី24ខែមីនាឆ្នាំ2008វេលាម៉ោង6:31នាទីព្រឹកនៅក្នុងសហរដ្ឋអាមេរិកស្រាប់តែមានបុរសម្នាក់បានខលទៅរកក្រុមប៉ូលីសថាចង់ឲ្យក្រុមប៉ូលីសមកពិនិត្យមើលនៅលើដងផ្លូវមួយហើយនៅពេលដែលក្រុមប៉ូលីសសាកសួរទៅថាទីកន្លែងហ្នឹងវាមានរឿងអីបានកាត់ឡើងហេតុអីបានជាឲ្យទៅពិនិត្យកន្លែងហ្នឹងបុរសម្នាក់ហ្នឹងក៏បាននិយាយអីច្រើនដែរគេគ្រាន់តែសុំវល់ឲ្យប៉ូលីសទៅពិនិត្យកន្លែងហ្នឹងឲ្យបានលឿនជាទីបំផុតបន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះហើយក្រុមប៉ូលីសក៏បញ្ញាបញ្ញាទៅពិនិត្យនៅកន្លែងដែលបុរសម្នាក់ហ្នឹងបានខលទៅប្តឹងស្រាប់តែធ្វើឲ្យក្រុមប៉ូលីសបានជួបជាមួយនឹងឡានដែលបានបើកទៅបុកជាមួយនឹងបង្គោលបេតុងមួយដែលវាបានធ្វើឲ្យឡានឆេះសោះអស់តែម្ដងហើយនៅពេលដែលក្រុមប៉ូលីសធ្វើការពិនិត្យមើលឲ្យបានដិតដល់ទើបធ្វើឲ្យក្រុមប៉ូលីសដឹងថាអ្នកដែលបានបាត់បង់ជីវិតនៅក្នុងឡានហ្នឹងគឺជាមនុស្សដែលបានខលទៅប្តឹងប៉ូលីសមិញនឹងឯងហើយវាបានបង្កឲ្យមានភាពភ្ញាក់ផ្អើលខ្លាំងមែនទែនហើយអីដែលកាន់តែធ្ងន់ធ្ងរជាងនឹងទៅទៀតនោះគឺនៅពេលដែលក្រុមប៉ូលីសយករឿងទាំងអស់ហ្នឹងទៅជម្រាបដល់ក្រុមគ្រួសារជនរងគ្រោះធ្វើឲ្យក្រុមប៉ូលីសបានជួបជាមួយនឹងរឿងរ៉ាវដែលសោកសៅខ្លាំងជាងនេះរាប់ពាន់ដងទៅទៀតហើយតើចុងក្រោយរឿងរ៉ាវទាំងអស់នេះនឹងទៅជាយ៉ាងណាសម្រាប់ថ្ងៃនេះនាងខ្ញុំនឹងលើកយកបញ្ជាក់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានស្ដាប់ចាជម្រាបសួរពុកម៉ែបងប្អូនទាំងគ្នាស្វាគមន៍មកជួបជាមួយនឹងនាងខ្ញុំម្ដងទៀតហើយ COE Channel ហើយចំពោះរឿងក្តីដែលនាងខ្ញុំលើកយកមកនិយាយនៅក្នុងថ្ងៃនេះគឺវាបានកើតឡើងនៅក្នុងសហរដ្ឋអាមេរិកដោយរឿងក្តីមួយនេះវាបានកើតឡើងនៅក្នុងរដ្ឋ Iowa សហរដ្ឋអាមេរិកហើយពីពេលនេះទៅនាងខ្ញុំនឹងសូមណែនាំមនុស្សម្នាក់ដែលជាតួអង្គសំខាន់នៅក្នុងរឿងក្តីមួយនេះតើឲ្យពុកម៉ែបងប្អូនទាំងគ្នាបានស្គាល់ដែលគេមានឈ្មោះថា Steven Sell ដោយ Steven គេបានកើតនៅក្នុងឆ្នាំ1965ក្រុមគ្រួសារដែលគេធំធាត់មកគឺជាក្រុមគ្រួសារដែលមានជីវភាពមធ្យម Steven គឺជាកូនទី6នៅក្នុងចំណោមបងប្អូនទាំង8នាក់ហើយ Steven គេបានរៀនចប់កម្រិតថ្នាក់បរិញ្ញាបត្រពីសាកលវិទ្យាល័យ Northern Iowa School នៅក្នុងឆ្នាំ1983គេបានរៀនចប់ផ្នែកគ្រប់គ្រងដែលក៏ជាជំនាញដែល Steven ធ្លាប់ចាប់អារម្មណ៍ពីមុនមកហើយគេក៏មានក្តីស្រមៃថានឹងចង់រៀនជំនាញនេះតាំងពីគេនៅក្មេងៗមនុស្សខាងក្រៅមើលមក Steven ថាគេគឺជាមនុស្សម្នាក់ដែលមានគោលដៅច្បាស់លាស់Steven ចង់ធំធាត់មកជាមនុស្សម្នាក់ដែលមានប្រកាសនៅពេញដៃតែម្ដងនិងអាចយកប្រកាសទាំងអស់ហ្នឹងទៅធ្វើតាមក្តីស្រមៃរបស់ខ្លួនឯងជាច្រើនយ៉ាងគេមិនដែលប្រកែកនៅក្នុងការធ្វើការងារធ្ងន់ទេការងារអីក៏គេអាចធ្វើបានដែរឲ្យតែបានលុយក្នុងអំឡុងដែលគេកំពុងតែរៀន High School ហ្នឹងគឺគេទទួលធ្វើការងារ Part Time ជាច្រើនយ៉ាងការងារកាត់ស្មៅក៏គេធ្វើមកហើយដែរជាសន្តិសុខជាកូនឈ្នួលឬមួយក៏អ្នកបម្រើអីបែបហ្នឹងក៏គេធ្វើមកអស់ហើយដែរក្រៅពីនឹងទៅទៀតរឿងដែលសំខាន់មិត្តភ័ក្តិរបស់ Steven តែងនិយាយថា Steven ហ្នឹងគេអត់ដែលឈប់អភិវឌ្ឍខ្លួនឯងទេគេព្យាយាមអភិវឌ្ឍជំនាញផ្នែកផ្សេងៗរបស់គេជានិច្ចហើយទាំងអស់នេះគឺជារឿងរ៉ាវជីវិតរបស់ Steven បន្ទាប់ពី Steven រៀនចប់មហាវិទ្យាល័យបានប្រហែលជា2ឆ្នាំគេក៏បានទៅជួបជាមួយនឹងមនុស្សស្រីម្នាក់នៅក្នុងបារដែលនាងមានឈ្មោះថា Cherry ហើយ Cherry ម្នាក់នេះឯងដែលជានឹងក្លាយមកជាភរិយានៅក្នុងថ្ងៃអនាគតរបស់ Steven ពេលនោះដែរ Steven បានជួបជាមួយនឹង Cherry ទាំងពីរនាក់ក៏មានអារម្មណ៍ដូចគ្នាពួកគេទាំងពីរនាក់ចូលចិត្តអីដែលប្រហាក់ប្រហែលគ្នាថែមទាំងនៅមានគោលដៅនៅក្នុងការប្រើប្រាស់ជីវិតនៅក្នុងផ្លូវតែមួយទៀតផង Steven និង Cherry គេមានក្តីស្រមៃថានឹងចង់រៀបការបង្កើតក្រុមគ្រួសារនិងមានកូនជាមួយគ្នា Steven បានធ្លាក់ចូលទៅក្នុងអន្លង់ស្នេហ៍របស់នាងពីព្រោះថា Cherry ជាមនុស្សម្នាក់ដែលឆ្លាតស្អាតហើយនឹងមានគោលដៅនៅក្នុងការប្រើប្រាស់ជីវិតរបស់នាងនាងអាចពឹងផ្អែកខ្លួនឯងបានដោយ Cherry នាងរៀនចប់ដោយផ្ទាល់តាក់ទងទៅជាមួយនឹងវគ្គសិក្សានៅក្នុងការចិញ្ចឹមបីបាច់ថែរក្សាក្មេងហើយកំពុងតែបន្តការសិក្សាដើម្បីដើរតាមក្តីស្រមៃរបស់នាងនោះគឺនាងចង់ធ្វើជាគ្រូបង្រៀនបឋមម្នាក់ហើយចុងក្រោយ Cherry ក៏ធ្វើតាមក្តីស្រមៃរបស់នាងបានសម្រេចនាងបានក្លាយមកធ្វើជាគ្រូបង្រៀនជាទីស្រឡាញ់របស់ក្មេងៗពួកគេទាំងពីរនាក់គឺជាក្រុមមនុស្សដែលឲ្យតម្លៃទៅលើសាសនាគឺពួកគេទាំងពីរនាក់តែងតែទៅព្រះវិហារជាមួយគ្នារៀងរាល់ថ្ងៃអាទិត្យតែម្ដងហើយមិនយូរប៉ុន្មានទេចុងក្រោយពួកគេទាំងពីរនាក់ក៏បានព្រមព្រៀងថានឹងរៀបការកសាងគ្រួសារជាមួយគ្នាដោយពួកគេទាំងពីរនាក់ស្រុះស្រួលថានឹងរៀបការជាមួយគ្នានៅក្នុងថ្ងៃទី13ខែមិថុនាឆ្នាំ1990បន្ទាប់ពីពួកគេទាំងពីរនាក់បានតាក់ទងនិងស្រឡាញ់គ្នាអស់រយៈពេល5ឆ្នាំហើយបន្ទាប់ពីពួកគេទាំងពីរនាក់បានរៀបការជាមួយគ្នាហើយនាងខ្ញុំសូមអនុញ្ញាតនិងសូមនាំពុកម៉ែបងប្អូនទាំងអស់គ្នាឆ្លងពេលវេលាទៅ17ឆ្នាំខាងមុខនោះគឺនៅក្នុងអំឡុងឆ្នាំ2007 Steven ជាមួយនឹង Cherry ពួកគេនៅតែស្រឡាញ់គ្នាល្អលើដដែលប៉ុន្តែរឿងដែលសំខាន់ហ្នឹងគឺពួកគេទាំងពីរនាក់អត់មានកូនជាមួយគ្នាទេវាបណ្ដាលមកពីបញ្ហាប្រព័ន្ធបន្តពូជរបស់ពួកគេប៉ុន្តែនៅក្នុងព័ត៌មានគេអត់បានសរសេរនិងកត់ត្រាទុកទេថាវាបណ្ដាលមកពីខាងណាឲ្យពិតប្រាកដ
ហើយនៅក្នុងអំឡុងពេលហ្នឹងផងដែរ Steven គេកាន់កាប់តំណែងធ្វើជាអ្នកគ្រប់គ្រងលំដាប់ខ្ពស់នៅក្នុងធនាគារឯកជនមួយចំណែកឯ Cherry វិញគេធ្វើជាគ្រូបង្រៀនវាគឺជាអាជីពដែលនាងស្រឡាញ់តាំងពីនាងនៅក្មេងៗហើយដើម្បីបំពេញក្តីស្រមៃនិងពាក្យថាក្រុមគ្រួសារឲ្យពេញលេញបានពួកគេក៏សម្រេចចិត្តថានឹងទៅសុំកូនធွာយកមកចិញ្ចឹមហើយពួកគេក៏បានឆ្លងកាត់ការវាយតម្លៃយ៉ាងតឹងរ៉ឹងផងដែរច្បាស់ណាស់នៅក្នុងសហរដ្ឋអាមេរិកការដែលយើងទៅទទួលកូនធွာយកមកចិញ្ចឹមប្រកាសជាមានការទៅត្រួតពិនិត្យមើលដល់ផ្ទះឬមួយក៏វិតម្លៃទៅលើអារម្មណ៍អ្នកទាំងពីរហ្នឹងថាអាចគ្រប់គ្រងឬមួយក៏ចិញ្ចឹមបីបាច់ថែរក្សាក្មេងបានអត់ហើយនៅទីបំផុតពួកគេទាំងពីរនាក់ក៏អាចជាប់និងឆ្លងផុតនៅក្នុងការត្រួតពិនិត្យម្ដងនេះប៉ុន្តែនៅក្នុងអំឡុងពេលហ្នឹងផងដែរគេមិនមែនយកកូនមកចិញ្ចឹមតែម្នាក់ទេគឺគេយករហូតដល់4នាក់ឯណោះនៅក្នុងពេលតែមួយក្មេងៗទាំងអស់នោះសុទ្ធតែជាក្មេងដែលមកពីប្រទេសកូរ៉េខាងត្បូងក្មេងទី1មានឈ្មោះថាEthan ជាកូនប្រុសច្បងកើតនៅក្នុងឆ្នាំ1997អាយុ11ឆ្នាំនៅពេលដែលគេសុំយកមកចិញ្ចឹមជាក្មេងពូកែចូលសង្គមនិងមានភាពជាមនុស្សធំលើសអាយុតែម្ដងក្មេងទី2មានឈ្មោះថា Sen ជាកូនប្រុសកើតនៅក្នុងឆ្នាំ1999មានអាយុ9ឆ្នាំគេជាក្មេងអៀនមិនសូវនិយាយស្ដីជាមួយនឹងមនុស្សប្លែកមុខទេប៉ុន្តែគេមានចិត្តទន់ភ្លន់និងស្រឡាញ់សត្វចំណែកឯក្មេងទី3គឺមានឈ្មោះថា Mira គឺជាកូនស្រីកើតនៅក្នុងឆ្នាំ2002អាយុ6ឆ្នាំនាងគឺជាអ្នកកំដរនៅក្នុងផ្ទះចូលចិត្តរាំច្រៀងនិងបង្ហាញភាពស្និទ្ធស្នាលទៅដល់អ្នកជិតខាងចំណែកឯក្មេងទី4មានឈ្មោះថា Eleanor ជាកូនស្រីពៅកើតនៅក្នុងឆ្នាំ2005អាយុទើបតែបាន3ខួបទេនាងគឺជាក្មេងដែលមានភាពស្និទ្ធស្នាលជាមួយនឹងឪពុកបំផុតទៅណាមកណាគឺគេតែងតែឃើញ Steven ពោលនាងនៅជាប់ខ្លួនជានិច្ចហើយដើម្បីមានពេលវេលាមើលថែកូនទាំង4នាក់នឹងឲ្យបានល្អបំផុត Cherry នាងក៏បានបោះបង់អាជីពជាគ្រូបង្រៀនមកធ្វើជាមេផ្ទះពេញម៉ោងតែម្ដងចំណែកឯ Steven វិញគឺគេធ្វើការយ៉ាងធ្ងន់ធ្វើជាមេគ្រួសាររកលុយតែម្នាក់ឯងទេប៉ុន្តែគេក៏មិនដែលខកខានតួនាទីជាឪពុកឡើយគេតែងតែនាំកូនទាំងអស់ហ្នឹងទៅលេងស្ទូចត្រីទៅព្រះវិហាររៀងរាល់ថ្ងៃអាទិត្យជាប្រចាំគេតែងតែនាំកូនរបស់គេទៅថតរូបជាក្រុមគ្រួសារហើយតែងតែនាំពួកគេទៅដើរលេងនៅក្នុងសួនជាប្រចាំផងដែរហើយមកដល់ត្រង់កន្លែងនេះពុកម៉ែបងប្អូនទាំងអស់គ្នាប្រកាសជាឆ្ងល់ហើយថាក្រុមគ្រួសារទាំងអស់ហ្នឹងមើលទៅមានក្តីសោកហើយចំពោះលុយកាក់ក៏អត់មានខ្វះខាតអីដែរហេតុអីបានជាចុងក្រោយវាមានរឿងរ៉ាវច្បោកច្បល់បែបហ្នឹងកើតឡើងទៅវិញនិយាយទៅគឺចំណុចចាប់ផ្ដើមនៃដើមហេតុចំណុចផ្លាស់ប្ដូរនៅក្នុងជីវិតរបស់ Steven គឺវាបានចាប់ផ្ដើមកើតឡើងចេញពីត្រង់កន្លែងនេះគឺនៅក្នុងថ្ងៃទី3ខែតុលាឆ្នាំ2007ក្រុមហ៊ុនឬមួយក៏ធនាគារដែល Steven គេបម្រើការងាររាល់ថ្ងៃហ្នឹងគឺគេបានរកឃើញថា Steven គេបានធ្វើការកឹបកេងលុយរបស់ធនាគារយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនរយៈពេល7ឆ្នាំដែលគេធ្វើការមកនេះគឺរហូតដល់គឺមានទឹកប្រាក់រហូតដល់$550,000សហរដ្ឋអាមេរិកឯណោះគេត្រូវបានចាប់ខ្លួននិងដកហូតតំណែង Steven បានសារភាពកំហុសភ្លាមប៉ុន្តែហេតុផលដែលគេនិយាយទៅប្រាប់ប៉ូលីសគឺគេបាននិយាយថាខ្ញុំធ្វើបែបនេះព្រោះតែខ្ញុំញៀននឹងលបែងស៊ីសងធនធ្ងរត្រូវការលុយទៅទិញគ្រឿងញៀនទៀតផងប៉ុន្តែនៅពេលដែលទៅពិនិត្យមើលឈាមជាមួយនឹងទឹកនំវាបែរជារោគអត់ឃើញសារធាតុញៀនតតែសោះដែលធ្វើឲ្យមនុស្សនៅជុំវិញខ្លួនរបស់គេងើងឆ្ងល់ខ្លាំងតែម្ដងប៉ូលីសសង្ស័យថាគេអាចនឹងលួចលាក់មានស្រីហើយអត់ហ៊ាននិយាយប្រាប់ត្រង់ពីព្រោះថាខ្លាចប្រពន្ធនិងកូនរបស់គេនឹងខូចចិត្តគេក៏លើកយកហេតុផលទាំងអស់ហ្នឹងមកនិយាយប្រាប់ថាខ្លួនឯងបានប្រើប្រាស់គ្រឿងញៀននិងញៀនជាមួយនឹងលបែងស៊ីសងដើម្បីបញ្ចប់រឿងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ក្រុមប៉ូលីសរកអត់ឃើញផុសតាងថាគេនឹងលួចមានអ្នកផ្សេងដែរហើយបើងាកមកមើលចំពោះការសារភាពទាំងប្រមាណហ្នឹងគឺវាមើលទៅអត់សូវត្រូវជាមួយនឹងអត្តចរិតរបស់ Steven ប្រមាណទេមនុស្សខ្លះគិតថាប្រហែលជាគេយកលុយទាំងអស់ហ្នឹងមកទុកសម្រាប់ចំណាយទៅលើការចិញ្ចឹមបីបាច់កូនរបស់គេទាំង4នាក់ប៉ុន្តែអត់ហ៊ាននិយាយការពិតពីព្រោះថាខ្លាចខូចរូបភាពក្រុមគ្រួសាររបស់គេតែទោះបីជា Steven បានជួបរឿងរ៉ាវដ៏ធ្ងន់ធ្ងរខ្លាំងប៉ុណ្ណាក៏ដោយក៏ Cherry នាងអត់បានបោះបង់ចោលទេនាងបានត្រឡប់ចូលទៅធ្វើជាគ្រូបង្រៀនវិញដើម្បីរកលុយមកចិញ្ចឹមកូននិងជួយរត់ការរឿងក្តីឲ្យស្វាមីរបស់នាង Steven ត្រូវឡើងតុលាការនៅក្នុងខែមេសាឆ្នាំ2008ដែលប្រឈមមុខទៅជាមួយនឹងការជាប់គុករហូតដល់30ឆ្នាំឯណោះនិងត្រូវសងជាលុយព្រមទាំងប្រាក់ផាកវិន័យសរុបទាំងអស់មានប្រហែល$800,000ស្ថានភាពពេលនេះធ្វើឲ្យក្រុមគ្រួសារទាំងមូលធ្លាក់ចូលទៅក្នុងភាពតានតឹងយ៉ាងខ្លាំងពួកគេទាំងអស់គ្នាចាប់ផ្ដើមលាក់ខ្លួននៅក្នុងផ្ទះអត់ព្រមចេញទៅជួបអ្នកក្រៅទេរហូតមកដល់ថ្ងៃអាទិត្យទី23ខែមីនាឆ្នាំ2008ពួកគេនៅតែទៅព្រះវិហារជាមួយគ្នាធម្មតាហើយមិត្តភ័ក្តិដែលទៅលេងផ្ទះរបស់គេនៅក្នុងថ្ងៃនោះឃើញថា Steven លេងជាមួយនឹងកូនស្រីពៅរបស់គេដោយស្នាមញញឹមហាក់បីដូចជាគ្មានសញ្ញាគួរឲ្យព្រួយបារម្ភអីទាំងអស់រហូតទាល់តែមកដល់ព្រឹកថ្ងៃច័ន្ទទី24ខែមីនាឆ្នាំ2008វេលាម៉ោង6:31នាទីព្រឹក
Steven គេក៏បានខលទូរស័ព្ទទៅរក911លេខសង្គ្រោះបន្ទាន់ហើយក៏បានប្រាប់ប៉ូលីសឲ្យទៅកាន់ផ្លូវ629 Beering Toll Road ជាបន្ទាន់រួចក៏បានបិទទូរស័ព្ទភ្លាមៗហើយនៅពេលដែលក្រុមប៉ូលីសបានទៅដល់ទីតាំងនោះប៉ូលីសក៏បានឃើញជាមួយនឹងឡានវ៉ែនរបស់ក្រុមគ្រួសារគេបានបើកទៅបុកជាមួយនឹងបង្គោលបេតុងនៅនឹងចិញ្ចើមផ្លូវយ៉ាងពេញទំហឹងនៅក្នុងល្បឿនដែលលឿនខ្លាំងរហូតធ្វើឲ្យមានភ្លើងឆេះឆាបពេញរថយន្តនៅក្នុងនោះប៉ូលីសក៏បានរកឃើញសាកសពរបស់បុរសម្នាក់ដែលចុងក្រោយវាក៏មានការបញ្ជាក់ថាគេគឺជា Steven Sell នឹងឯងបើតាមរយៈការពិនិត្យមើលកាមេរ៉ាសុវត្ថិភាពធ្វើឲ្យឃើញថានៅក្នុងម៉ោង 6:30 នាទីបន្ទាប់ពី Steven បានខលទៅប្តឹងប៉ូលីសមិនដល់ 5 នាទីផងរថយន្តរបស់ Steven ក៏បានបើកបោះពួរយ៉ាងលឿនទៅបុកជាមួយនឹងបង្គោលបេតុងយ៉ាងមួយទំហឹងតែម្ដងហើយបើតាមកាមេរ៉ាសុវត្ថិភាពនឹងប៉ូលីសក៏បានសន្និដ្ឋានថានឹងវាមិនមែនជាគ្រោះថ្នាក់ចរាចរណ៍ធម្មតាទេប៉ុន្តែវាគឺជាចេតនាបើកបុកសម្រាប់ខ្លួនឯងដើម្បីគេចវេះពីទោសហើយនៅពេលដែលក្រុមប៉ូលីសទៅឆែកមើលនិងពិនិត្យមើលប្រវត្តិរបស់ Steven ទើបដឹងថាគេកំពុងតែជាប់រឿងក្តីកំពុងតែរងការប្តឹងផ្តល់ពីរឿងលុយកាក់និងត្រូវរកលុយកាក់មកចាយវាយទៀតនោះនេះគេអាចហៅបានថាគេសម្រេចចិត្តផ្តាច់ជីវិតខ្លួនឯងដើម្បីមិនបាច់ទទួលនៅភារកិច្ចអីបន្តទៀតទេក្រោយមកប៉ូលីសក៏បានដឹងថាគេមានប្រពន្ធជាមួយនឹងកូន4នាក់ទៀតនៅផ្ទះប៉ុន្តែនៅពេលដែលក្រុមប៉ូលីសបានទៅដល់ផ្ទះរបស់គេដើម្បីប្រាប់ពីដំណឹងអាក្រក់នេះគឺមិនថាប៉ូលីសគោះទ្វារយ៉ាងណាទេក៏អត់មានអ្នកបើកទ្វារឲ្យប៉ូលីសដែរហើយប៉ូលីសក៏សម្រេចចិត្តថានឹងទម្លាយទ្វារចូលទៅក្នុងផ្ទះដ៏សែនស្ងាត់ជ្រងំមួយនេះតែម្ដងហើយនៅពេលដែលចូលទៅដល់ក្នុងផ្ទះនឹងហើយនៅពេលដែលក្រុមប៉ូលីសងាកទៅមើលបន្ទប់ក្មេងៗលេងទើបធ្វើឲ្យក្រុមប៉ូលីសបានជួបជាមួយនឹងទស្សនវិជ្ជាដ៏រន្ធត់និងខ្លោចផ្សាខ្លាំងជាទីបំផុតគឺពួកគេបានឃើញសាកសពកូនស្រីពៅ Eleanor អាយុ3ខួបបានដេកស្លាប់យ៉ាងឯកានៅក្នុងថ្លុកឈាមដ៏ធំនៅក្នុងចំណោមរបស់លេងរបស់នាងនឹងត្រូវបានគេវាយចំក្បាលដោយវត្ថុរឹងរហូតដល់បាត់បង់ជីវិតនៅពេលដែលក្រុមប៉ូលីសធ្វើការពិនិត្យបន្តទៅជាន់ទី2ធ្វើឲ្យក្រុមប៉ូលីសដឹងថា Eleanor មិនមែនជាជនរងគ្រោះតែម្នាក់ទេដែលនៅក្នុងផ្ទះមួយនេះពីព្រោះថានៅក្នុងបន្ទប់គេងរបស់ពួកគេរៀងៗខ្លួនក្រុមប៉ូលីសបានរកឃើញសាកសពរបស់ Ethan, Sam, Mira និងភរិយារបស់គេ Cherry អ្នកទាំងអស់គ្នាបានដេកស្លាប់នៅក្នុងថ្លុកឈាមដោយមានរបួសបែកលលាក្បាលទាំងអស់គ្នាតែម្ដងប៉ូលីសក៏បានរកឃើញឈើវាយបាល់ baseball មួយដែលទុកនៅក្បែរសាកសពរបស់ Eleanor ដែលវាបង្ហាញថានាងគឺជាជនរងគ្រោះចុងក្រោយគេបង្អស់ប៉ូលីសក៏បានរកឃើញសម្បត្តិមួយច្បាប់ដែលសរសេរដោយដៃហើយវាមិនមែនជារបស់ណាគេមកពីណាទេប៉ុន្តែវាគឺជារបស់ Steven ផ្ទាល់នៅក្នុងសម្បត្តិនោះបានសរសេរថាពេលវេលាប្រហែលជាម៉ោង3យប់ខ្ញុំបានហៅកូនទាំងអស់គ្នាមកជួបគ្នានៅលើឡានវ៉ែនដែលចតនៅក្នុងការ៉ាសឡានរបស់ខ្ញុំបានព្យាយាមបញ្ចប់ជីវិតពួកយើងទាំងអស់គ្នារួមទាំងខ្ញុំផងដែរដោយការប្រើប្រាស់សារធាតុពុលគីមីប៉ុន្តែវាអត់បានសម្រេចក្មេងខ្លះគ្រាន់តែសន្លប់តែប៉ុណ្ណោះខ្ញុំក៏បានប្រាប់ឲ្យកូនទាំងអស់គ្នាដើរត្រឡប់ចូលទៅក្នុងផ្ទះវិញហើយប៉ូលីសក៏បានសន្និដ្ឋានថាបន្ទាប់ពីផែនការបំពុលនៅក្នុងឡានមិនជោគជ័យ Steven ក៏បានប្រើប្រាស់ឈើវាយបាល់វាយសម្រាប់ភរិយារបស់ខ្លួនឯង Cherry មុនគេនៅក្នុងពេលដែលនាងកំពុងដេកលក់ពីព្រោះថានៅពេលដែលក្រុមប៉ូលីសទៅពិនិត្យនិងធ្វើកាសវិច័យទៅលើសាកសពរបស់ Cherry ហ្នឹងគឺពួកគេរកអត់ឃើញស្នាក់ស្នាមនៅក្នុងការពារខ្លួនទេបន្ទាប់មកទៀតទើបគេដើរទៅវាយនិងផ្ដាច់ជីវិតទៅលើកូនរបស់គេម្ដងម្នាក់នៅក្នុងបន្ទប់គេងរបស់ពួកគេយ៉ាងឃោរឃៅខ្លាំងមែនទែនក្រោយមកទៀតក្រុមប៉ូលីសក៏បានរកឃើញសកម្មភាពប្លែកៗរបស់ Steven មុននឹងគេបានធ្វើការផ្ដាច់ជីវិតរបស់ខ្លួនឯងទៀតផងបើតាមការស៊ើបអង្កេតគឺក្រុមប៉ូលីសបានរកឃើញ voice សំឡេងរបស់ Steven ដែលគេបានផ្ញើសារទុកមុននឹងគេបានធ្វើការផ្ដាច់ជីវិតទៅលើខ្លួនឯងនៅម៉ោង 11:30 នាទីយប់នៅក្នុងយប់ថ្ងៃអាទិត្យឈានចូលទៅថ្ងៃច័ន្ទហ្នឹងគឺ Steven បានផ្ញើសារទៅរកក្រុមហ៊ុនចាស់ធនាគារចាស់ដែលគេធ្វើការដែលកំពុងតែប្តឹងផ្តល់គេនឹងឯងដែលគេបាននិយាយផ្ញើទៅកាន់ឪពុកជាមួយនឹងបងប្រុសរបស់គេថាខ្ញុំបានបញ្ជូនក្រុមគ្រួសាររបស់ខ្ញុំទៅកាន់ឋានសួគ៌រួចរាល់អស់ហើយរឿងដែលចម្លែកនោះគឺហេតុអីបានជា Steven គេអត់បានផ្ញើសារសម្លេងនេះទៅកាន់បងប្រុសឬមួយក៏ឪពុករបស់គេផ្ទាល់អញ្ចឹងគេចាំបាច់ផ្ញើសារទាំងអស់នេះទៅកាន់ធនាគារដែលគេធ្លាប់បម្រើការងារពីមុនមកធ្វើអីបន្ទាប់មកទៀតនៅម៉ោង 3:45 នាទីទៀបភ្លឺដែលវាឈានចូលទៅដល់ថ្ងៃច័ន្ទហើយ Steven គេក៏បានធ្វើរឿងដ៏ចម្លែកមួយទៀតគេបានផ្ញើសារទៅដល់ប្រធានធនាគារប្រធានក្រុមហ៊ុនដែលគេបានធ្វើការនឹងម្ដងទៀតប៉ុន្តែវាក៏អត់មានការបើកចំហខ្លឹមសារជាសាធារណៈទេថា Steven គេបានផ្ញើសារទៅជេរស្ដីឬមួយក៏សុំការលើកលែងទោសឬមួយក៏សុំការយល់ចិត្តទេ5នាទីបន្ទាប់មកគេក៏បានប្រើប្រាស់ទូរស័ព្ទមួយគ្រឿងទៀតទេចូលទៅទូរស័ព្ទលើតុនៅក្នុងផ្ទះរបស់ខ្លួនឯងដើម្បីទុកសារសំឡេងប្រាប់ខ្លួនឯងថាខ្ញុំសុំទោសខ្ញុំស្ដាយក្រោយដែលបានធ្វើគ្រប់យ៉ាង10នាទីក្រោយមកគេក៏បានទុកសារសំឡេងមួយទៀតនៅក្នុងផ្ទះ
តែនៅក្នុងសារនោះគេបាននិយាយថាខ្ញុំព្យាយាមសម្រាប់ខ្លួនដោយការលោតទឹកទន្លេនៅក្រៅផ្ទះប៉ុន្តែមិនបានសម្រេចខ្លួនខ្ញុំនៅតែអណ្ដែតឡើងមកលើជានិច្ចប៉ូលីសថែមទាំងរកឃើញសម្បត្តិមួយច្បាប់ទៀតដែលមានខ្លឹមសារសំខាន់ថាខ្ញុំតែងតែស្វែងរកផ្លូវចេញដែលល្អជាងនេះប៉ុន្តែខ្ញុំរកមិនឃើញទាល់តែសោះនេះជាផ្លូវចេញតែមួយគត់ដែលខ្ញុំអាចទទួលខុសត្រូវលើអ្វីដែលខ្ញុំបានធ្វើគ្រួសាររបស់ខ្ញុំនឹងមិនបាច់មកលំបាកតទៅទៀតទេបើសិនជាយើងចាក់ចែងទៅជាមួយគ្នាហើយនេះវាបានបង្ហាញពីគំនិតអវិជ្ជមានដ៏ខុសឆ្គងបំផុតដែលគេបានគិតតែម្នាក់ឯងថាបើគេជាប់គុកឬមួយក៏ស្លាប់ទៅក្រុមគ្រួសាររបស់គេនឹងរស់នៅដោយភាពលំបាកវេទនាទើបសម្រេចចិត្តអូសទាញជីវិតភរិយានិងកូនដ៏គួរឲ្យស្រឡាញ់របស់គេទៅជាមួយដោយវិធីសាស្ត្រយ៉ាងឃោរឃៅនិងឈាមត្រជាក់បែបនេះដោយការសម្រុកចូលទៅយកឈើបេសបលទៅវាយពួកគេរហូតដល់បាក់ឆ្អឹងបែកក្បាលដេកស្លាប់នៅក្នុងថ្លុកឈាមពិធីបុណ្យសពរបស់សមាជិកក្រុមគ្រួសារលេសទាំងអស់ទាំង6នាក់ត្រូវបានរៀបចំឡើងជាមួយគ្នាយ៉ាងសាមញ្ញបំផុតដោយមានតែសមាជិកក្រុមគ្រួសារជិតដិតនិងមិត្តភ័ក្តិស្និទ្ធស្នាលដែលអាចមកចូលរួមក្នុងពិធីបុណ្យសពមួយនេះបានទាំង6នាក់ត្រូវបានគេបញ្ចុះនៅក្នុងទីតាំងជាមួយគ្នាព្រោះតែជំនឿជឿថាពួកគេអត់ចង់បែកបាក់គ្នាសូម្បីតែនៅលោកខាងមុខហើយចំពោះរឿងក្តីមួយនេះផងដែរវាក៏គ្មានការកាត់ក្តីឬមួយក៏មានការវិនិច្ឆ័យនៅលើតុលាការអីទេពីព្រោះថាអង្គហេតុបានបាត់បង់ជីវិតហើយផងដែរបន្ទាប់ពីធ្វើពិធីបុណ្យសពរបស់ពួកគេទាំង6នាក់រួចនៅលើបណ្ដាញសង្គមវាក៏កើតឡើងនូវការវែកញែកនិងការសន្និដ្ឋានកើតឡើងមកជាហូរហែតែម្ដងដោយការសន្និដ្ឋានទី1គឺគេមើលឃើញថា Steven គឺជាមនុស្សម្នាក់ដែលមានការឆ្លក់វង្វេងទៅលើខ្លួនឯងគឺគេបានប្រៀបខ្លួនគេដូចទៅនឹង Superman ម្នាក់នៅក្នុងក្រសែភ្នែកមនុស្សដែលនៅជុំវិញខ្លួនរបស់គេប៉ុន្តែនៅក្នុងថ្ងៃមួយស្រាប់តែគ្រប់យ៉ាងវាអត់ដូចទៅនឹងការគិតនិងក្តីសង្ឃឹមរបស់គេនឹងធ្វើឲ្យគេខូចមុខមាត់គេស៊ូចាក់ចែងប្រសើរជាងហើយចំពោះការសន្និដ្ឋានទី2គឺគេបានសន្និដ្ឋានថាឬមួយក៏តាមកម្មពិតទៅ Steven គេអត់ដែលធ្លាប់ចង់គិតថានឹងទទួលយកកូនធំមកចិញ្ចឹមទេប៉ុន្តែផ្ទុយទៅវិញគឺជា Cherry ទៅវិញទេពីព្រោះថានាងស្រឡាញ់ក្មេងនិងបានទៅរៀនវគ្គមើលថែក្មេងដោយផ្ទាល់ទៀតផងហើយចំពោះការមើលថែកូនវិញគឺ Steven គេគ្រាន់តែចាំជួយ support ភរិយារបស់គេ Cherry ពីក្រោយតែប៉ុណ្ណឹងហើយចំពោះលុយគឺគេដឹងច្បាស់ថាលុយដែលគេរកមកបានហ្នឹងវាអត់គ្រប់គ្រាន់នៅក្នុងការចំណាយ6នាក់ទេទើបគេចាំបាច់ត្រូវតែធ្វើបែបនេះហើយចំពោះការវែកញែកទី3គឺពួកគេទាំងពីរនាក់ជាមនុស្សនៅក្នុងក្រុមគ្រួសារតែមួយក៏ពិតមែនប៉ុន្តែជនរងគ្រោះជាមួយនឹងឃាតករគួរសមតែបញ្ចុះជាមួយគ្នាអត់5ខែក្រោយមកបន្ទាប់ពីពិធីបុណ្យសពរបស់ពួកគេទាំង6នាក់បានរៀបចំរួចរាល់ហើយខាងធនាគារភាគីជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងស្នើសុំទៅខាងតុលាការនៅក្នុងការរឹបអូសអចលនទ្រព្យផ្ទះរបស់ Steven ដើម្បីយកទៅលក់និងប៉ះប៉ូវការខូចខាតហើយតុលាការក៏បានអនុម័តដោយផ្ទះនោះត្រូវបានលក់នៅក្នុងតម្លៃ$32,673ចាហើយទីបំផុតរឿងក្តីរបស់យើងក៏បានឈានមកដល់ទីបញ្ចប់ហើយវាគឺជារឿងក្តីដែលមានភាពខុសខើបំផុតដែលនាងខ្ញុំបាននាំយកមកនិយាយឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានស្ដាប់ចាហើយចុងក្រោយនាងខ្ញុំសូមអរគុណនៅក្នុងការចំណាយពេលវេលាទស្សនាវីដេអូមួយនេះរហូតមកដល់ទីបញ្ចប់ហើយជាចុងក្រោយនាងខ្ញុំសូមជម្រាបលានិងជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ